รีบมากันដំណើរកំសាន្តមកកាន់ទីក្រុងស៊ីអានសម្រាប់ដំណើរកំសាន្តសាននេះដែរគឺយើងមកតែចំនួន4ថ្ងៃទេសម្រាប់អាកាសធាតុនៅក្នុងខែនេះដែរគឺត្រជាក់ខ្លាំងមែនទែនរហូតដល់1អង្សាហើយសម្រាប់ផ្លូវដែលខ្ញុំកំពុងទៅដើរនេះដែរគឺផ្លូវដែលគេធ្វើដំណើរចូលទៅកាន់វាំងសម្រាប់ទីក្រុងស៊ីអាននេះដែរគឺមានប្រវត្តិសាស្ត្រច្រើនខ្លាំងមែនទែនទីក្រុងនេះគឺជាទីក្រុងបុរាណដែលមានអាយុកាលជាង3000ឆ្នាំនិងត្រូវបានរាជវង្សទាំង13ចាត់តាំងជាទីក្រុងកណ្ដាលហើយសម្រាប់ទីក្រុងនេះដែរពីបុរាណគឺមិនមែនឈ្មោះស៊ីអានទេដែលយើងតែមើលរឿងបុរាណដែលគេហៅថាឆាងអានហ្នឹងគឺជាទីក្រុងស៊ីអាននៅពេលបច្ចុប្បន្ននេះសម្រាប់ខ្ញុំដែរគឺខ្ញុំជាមនុស្សម្នាក់ដែលឆ្លុះវង្វេងជាមួយនឹងប្រវត្តិសាស្ត្រចិនខ្លាំងមែនទែនខ្ញុំចូលចិត្តសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រហើយសម្រាប់នៅស៊ីអាននេះដែរខ្ញុំជឿថាអ្នកដែលមកភាគច្រើនគឺគាត់ស្គាល់តែស្ដេចឈីងទេតាមពិតទៅនៅស៊ីអាននេះគឺបដូររាជការដល់15ដងដំបូងឡើយគឺរាជការជូបន្តមកទៀតបណ្ដោះរាជការឈីងដែលយើងល្បីដល់សប្តាហ៍ថ្ងៃហ្នឹងអ្នកទាំងអស់គ្នាដឹងថាហេតុអីមិនគាត់ល្បីអត់ដោយសារតែគាត់គឺជាស្ដេចមួយអង្គដែលមាន IQ ខ្ពស់ខ្លាំងមែនទែនហើយការគិតរបស់គាត់គឺលើសពីមនុស្សធម្មតាគិតលើសរហូតដល់គាត់មានមហិច្ឆតាចង់ធ្វើជាមនុស្សដែលមានជីវិតអមតៈចង់បញ្ចប់នៃជីវិតគាត់គឺស្លាប់ដោយសារមហិច្ឆតារបស់ខ្លួនឯងហើយអ្វីដែលធ្វើឲ្យគេចងចាំគាត់ដល់សប្តាហ៍ថ្ងៃនេះគឺការវាយយកនគរទាំង6ដើម្បីមកគ្រប់គ្រងដល់ខ្លួនឯងបន្ទាប់ពីរាជការឈីងបានចប់ក៏មានរាជការហានរាជការស៊ុយនិងរាជការចុងក្រោយនោះគឺរាជការថាងក្រោយមកទៀតទីក្រុងឆាងអានបានប្រូទៅជាស៊ីអាននៅក្នុងឆ្នាំ1369សម្រាប់នេះដែរគឺជាកំផែងក្រុងរបស់ទីក្រុងស៊ីអានសម្រាប់មជ្ឈដ្ឋានទៅតាមដងផ្លូវគឺក្លីនខ្លាំងមែនទែនដោយសារទីនេះគឺភាគច្រើនគឺគេប្រើជាឡានអគ្គិសនីសឹងតែទាំងអស់ហើយតោះឥឡូវយើងក៏លេចទៅមើលកំផែងយើងវិញសម្រាប់កំផែងរបស់ទីក្រុងស៊ីអាននោះគឺមាន4ទិសកាត់លើកជើងត្បូងសម្រាប់ការធ្វើដំណើរទៅក្នុងវាំងគឺត្រូវការឆ្លងកាត់កំផែងជាមុនសិនបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងចង់មកលេងប្រទេសចិនអាចត្រៀមជាមួយនឹងបិជើងតុនស្រួលដើរពីព្រោះអីមកកន្លែងទៅមកកន្លែងគឺដើរឆ្ងាយខ្លាំងមែនទែនមកល្មមឈឺជើងបើសិនជាយើងពាក់បិជើងអត់ស្រួលណាមកដល់ខាងលើកំផែងក្រុងគេគឺគេមានលក់របស់របរក្មេងលេងជាមួយនឹងខាងហ៊ូលូហ្នឹងច្រើនមែនទែនហ្មងហើយអ្នកដែលគាត់ឈរលក់នៅលើហ្នឹងគឺគាត់តែងខ្លួនបុរាណអញ្ចឹងធ្វើឲ្យយើងអ្នកដំណើរនេះមានអារម្មណ៍ថាដូចយើងបានឆ្លងភពទៅកាន់សម័យបុរាណអញ្ចឹងហើយនេះដែរគឺមហាវិថីមូស្លីមហើយខ្ញុំដើរមួយថ្ងៃនេះគឺអ្វីដែលឃើញច្រើនជាងគេគឺអាសាចក្រអាំងហ្នឹងបងប្អូនទាំងអស់គ្នាគឺច្រើនមែនទែនហ្មងលក់អាសាចក្រដោតហ្នឹងគឺសឹងតែគ្រប់តូបតែម្ដងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេហ្នឹងគឺនំតែបងប្អូនទាំងអស់គ្នាខ្ញុំបានទិញនំតែទៅវិញច្រើនខ្លាំងមែនទែនដោយសារតែនំតែហ្នឹងគឺអត់ផ្អែមខ្លាំងទេហើយឈ្ងុយតែខ្លាំងមែនទែនហើយនេះដែរគឺជាកន្លែងដែលខ្ញុំទិញនំតែហ្នឹងបងប្អូនទាំងអស់គ្នានិយាយទៅគឺអត់មានរីថាមគ្រឿងរបស់ភ្លក់ទេដើរភ្លក់ឡើងមកឆ្អែតតែម្ដងនេះគឺជាផ្លូវធ្វើដំណើរទៅកាន់ផ្សារមូស្លីមហើយមកហ្នឹងគឺចង់មកភ្លក់នំដែលគេល្បីនៅក្នុងរឿងហើយអាគុយវ៉ាកៅនៅក្នុងរឿងហ្នឹងគឺអត់ដូចខាងក្រៅសោះសរុបទៅខ្មែរយើងហៅថានំម៉ាកៅហើយនេះគឺជាក្បួនកងទ័ពដែលកំពុងតែซ้อมដើរដើម្បីឲ្យយើងថតវីដេអូហើយយើងដើរហត់ល្មមហើយឥឡូវនេះយើងមកញ៉ាំក្រែមមួយដើម្បីបើជាតិស្ករហើយខ្ញុំឆ្ងល់ខ្លួនឯងបងប្អូនទាំងអស់គ្នាមិនតែចាក់ប៉ុណ្ណឹងហើយនៅតែញ៉ាំក្រែមហើយមកដល់ចិនទៅច្រឡំថាឃើញអីធូរថ្លៃជាទិញអស់លុយពីកងអត់ដឹងខ្លួនទេបងប្អូនទាំងអស់គ្នាអើយដោយសារគេចាយលុយនឹងស្រួលណាស់យកទៅបាត់ដែរក៏ចាយលុយបានដែរសម្រាប់ថ្ងៃបន្ទាប់គឺយើងធ្វើដំណើរទៅកាន់កន្លែងកងទ័ពដែលឥតដែលគេដាក់តាំងមានទាំងធំមានទាំងទូចសម្រាប់ទូចនេះដែរគឺគេធ្វើដោយដៃគឺគេធ្វើភ្លាមរួចដំណើរបន្ទាប់របស់យើងគឺទៅមើល show ក្នុងមួយ show នេះដែរគឺគេ combine សាច់រឿងច្រើនចូលគ្នាសម្ដែងទៅដោយមនុស្សជាមួយនឹងសត្វពិតប្រាកដនិយាយទៅមើលទៅគឺជក់ចិត្តខ្លាំងមែនតែនហើយពេលដែលយើងកំពុងតែមើលហ្នឹងគឺឆាកហ្នឹងចេះរត់ទៀតបងប្អូនទាំងអស់គ្នាឆាកហ្នឹងគឺរត់វល់ជុំវិញហ្នឹងតែម្ដងមានកំបាញ់សាច់រឿងនារីដំបានបរោះកងវាលហើយចុងក្រោយនេះដែរគឺសាច់រឿងທາງជេងហើយយប់ឡើងហ្នឹងអត់សម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអើយគឺរកកន្លែងដើរទៀតដើរឃើញទេសភាពស្អាតក៏ផ្អាកឈរថតមកផ្លេតសិនទៅរួចក៏បន្តដំណើរទៅគោលដៅបន្ទាប់ទៀតកន្លែងដែលយើងត្រូវទៅនេះគឺឈ្មោះថាឆាងអាន12យាមឬមកក៏ឆាងអាន24ម៉ោងប៉ុន្តែពិតទៅគឺម៉ោង10យប់គេបិទឲ្យបងប្អូនទាំងអស់គ្នាហើយពេលដែលយើងមកនេះគឺម៉ោង8ជាងល្មមចូលទៅដល់បានមើលមួយ show ដែរសម្រាប់សម្បត្តិចូលខាងក្នុងគឺម្នាក់60យួនប្រហាក់ប្រហែលនឹង$70 show នេះគឺគេចង់បង្ហាញពីភាពស្វាគមន៍របស់ឆាងអានចំពោះយើងទាំងអស់គ្នារីឯតួសម្ដែងវិញគឺមានគ្រប់ឋានៈជាន់ថ្នាក់ទាំងប្រជាជនទាំងមន្ត្រីនៅក្នុងហលនេះដែរគឺគេមានថតតែងបុរាណហើយ show គេមានច្រើន show តែដោយសារតែខ្ញុំមកយប់ពេកចឹងទៅខ្ញុំតន់តែមួយ show បើសិនជាអ្នកទាំងអស់គ្នាចង់មកខ្ញុំ recommend ឲ្យមកពេលល្ងាចប្រហែលជាម៉ោង4ម៉ោង5អីហ្នឹងអញ្ចឹងយើងអាចតន់បានច្រើន show ឥឡូវនេះយើងមកមើលថ្ងៃបន្ទាប់ក៏ជាថ្ងៃចុងក្រោយដែលខ្ញុំនៅទីក្រុងស៊ីអានផងដែរកន្លែងនេះក៏ជាវិថីបុរាណមួយដែលឥឡូវនេះគេច្នៃទៅជាផ្សារលក់អីញ៉ាំនិងប្រែខ្លះទៅជាតំបន់ទេសចរហើយពួកខ្ញុំកំពុងធ្វើអីហ្នឹងឆ្ងល់ទេបុរាណគេញ៉ាំស្រាបោកកៅនិងពងប្រាថ្នាតែសម័យឥឡូវមិនមែនស្រាអ្នកទាំងអស់គ្នាទឹកត្រពាំងមួយជូរសុតសាតែម្ដងឡើងផ្អែមជាប់មាត់ដំណើរកំសាន្តរយៈពេល4ថ្ងៃទៅកាន់ទីក្រុងស៊ីអានគឺបានបញ្ចប់ត្រឹមនេះរយៈពេលខ្លីពេកសម្រាប់4ថ្ងៃអញ្ចឹងនៅមានកន្លែងជាច្រើនដែលយើងអត់ទាន់បានទៅដល់ចាំពេលណាខ្ញុំបានទៅដល់លេងទៀតខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាមើលថែមទៀតជួបគ្នានៅវីដេអូក្រោយ